ខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះថេរានុត្រៈព្រះអង្គនិងសូមជម្រាបសួរបងប្អូនជនរួមជាតិជាពិសេសក្មួយជាសិស្សជានិស្សិតដែលកំពុងសិក្សាវិស័យច្បាប់ជាទីគោរពជាទីស្រឡាញ់ថ្ងៃនេះខ្ញុំមានកិត្តិយសបានមកជួបបងប្អូនជនរួមជាតិជាពិសេសប្រិយមិត្តដែលកំពុងតែតាមដានទស្សនានៅកម្មវិធី live ផ្ទាល់របស់ខ្ញុំជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំសូមលើកយកនៅប្រធានបទថ្មីមួយតាក់ទងទៅនឹងស្ថានភាពថ្មីនៅពិភពលោកជាពិសេសនៅប្រទេសវេណេស៊ុយអេឡាអញ្ចឹងប្រធានបទថ្ងៃនេះគឺខ្ញុំចង់និយាយអំពីអនាគតនយោបាយនិងអ្នកដឹកនាំភាពជាដឹកនាំរបស់ប្រទេសវេណេស៊ុយអេឡានៅក្នុងបរិបទនៃសម្ពាធរបស់សហរដ្ឋអាមេរិកថាតើវាមានន័យថានយោបាយរបស់វេណេស៊ុយអេឡាវាទៅជាយ៉ាងណាស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្នអញ្ចឹងនៅថ្ងៃនេះគឺខ្ញុំលើកយកមកនៅចំណុច4ដែលអាចនឹងបងប្អូនចង់ដឹងហើយពីព្រោះអានេះតកតងទៅនឹងសំណួរបងប្អូនជនរួមជាតិជាពិសេសប្រិយមិត្តដែលតាមដាននៅ Channel YouTube របស់យើងខ្ញុំផងដែរដែលបានសួរមកខ្ញុំតកតងនឹងស្ថានភាពនេះអំពីទស្សនវិជ្ជាច្បាប់អំពីអនាគតនយោបាយអំពីផលប៉ះពាល់ទៅប្រទេសផ្សេងទៀតក្រោមសម្ពាធឬក្រោមគោលនយោបាយពង្រីកអំណាចរបស់សហរដ្ឋអាមេរិកថាតើវាទៅជាយ៉ាងណាអញ្ចឹងចំណុចទី1ខ្ញុំចង់និយាយអំពីបញ្ហាតាក់ទងទៅនឹងការកែតម្រូវឬក៏មានន័យថានៅពេលដែលសហរដ្ឋអាមេរិកគាត់ចាប់ផ្ដើមធ្វើប្រតិបត្តិការយោធាទៅលើប្រទេសវេណេស៊ុយអេឡាហ្នឹងមានសាធារណមតិជាតិនិងអន្តរជាតិជាច្រើនហើយជាពិសេសអ្នកជំនាញការច្បាប់ហ្នឹងគឺបានចោទគាត់ថាវាខុសច្បាប់វាបំពានទាំងច្បាប់ក្នុងស្រុកវាបំពានទាំងច្បាប់អន្តរជាតិជាដើមហ្នឹងឥឡូវនេះគឺចំណុចទី1ខ្ញុំចង់និយាយអំពីគេហៅថា legal justification គឺតាក់ទងទៅនឹងការកែតម្រូវផ្នែកគតិយុត្តិធ្វើម៉េចឲ្យត្រូវមានន័យអ្វីដែលគាត់ធ្វើហ្នឹងគាត់រដ្ឋាភិបាលអាមេរិកកំពុងតែព្យាយាមធ្វើឲ្យគាត់អំពើរបស់គាត់ឬសកម្មភាពរបស់គាត់នៅក្នុងការដាក់ចេញនូវប្រតិបត្តិការយោធានេះគឺឲ្យត្រឹមត្រូវហើយនឹងអំណាចរបស់នីតិប្រតិបត្តិរបស់គាត់ហ្នឹងគឺជាពិសេសជាប្រទេសសហរដ្ឋអាមេរិកហ្នឹងធ្វើម៉េចថាឲ្យអ្វីដែលគាត់ធ្វើហ្នឹងគឺត្រូវអានឹងចំណុចទី1ចំណុចទី2គឺខ្ញុំចង់លើកយកអំពីបញ្ហាប្រឈមឬក៏បញ្ហាប្រឈមមួយចំនួនឬក៏ការរិះគន់មួយចំនួនតាក់ទងទៅនឹងប្រតិបត្តិការយោធាហ្នឹងថាតើវាបំពានទៅលើគោលការណ៍ច្បាប់ស្អីខ្លះដល់ណាហើយកំពុងតែមានន័យថាអាមេរិកនឹងធ្វើស្អីនៅពេលបច្ចុប្បន្ននេះក្រោយការចាប់ខ្លួនរបស់លោកម៉ាឌូរ៉ូនីកូឡាម៉ាឌូរ៉ូដែលជាប្រធានបតីរបស់ប្រទេសវេណេស៊ុយអេឡាហ្នឹងចំណុចទី4ខ្ញុំនឹងនិយាយអំពី the next step មានន័យថាជំហានបន្ទាប់ទៅទៀតថាតើអាមេរិកនឹងធ្វើអីទៀតហើយប្រទេសវេណេស៊ុយអេឡាខ្លួនឯងនឹងធ្វើស្អីទៀតនៅក្រោមបរិបទនៃសម្ពាធរបស់សហរដ្ឋអាមេរិកឬក៏ចំណាត់ការរបស់សហរដ្ឋអាមេរិកហ្នឹងចំណុចចុងក្រោយខ្ញុំនឹងឆ្លើយសំណួររបស់បងប្អូនជាពិសេសប្រិយមិត្តដែលតាមដាននៅកម្មវិធីផ្សាយរបស់ខ្ញុំនេះគាត់សួរថាតើវាអាចមានបញ្ហារបៀបហ្នឹងកើតឡើងនៅលើប្រទេសកម្ពុជាដែរទេនៅក្នុងប្រទេសកម្ពុជាដែរទេហើយគាត់ចង់និយាយឲ្យខ្លីថាតើអាមេរិកអាចនឹងចាត់ការរបបលោកហ៊ុនសែនឬក៏លោកហ៊ុនម៉ាណែតឬក៏រដ្ឋាភិបាលកម្ពុជាដែរឬទេប្រសិនបើអាមេរិកបានធ្វើរួចហើយនៅក្នុងប្រទេសមួយចំនួន
អូខេឥឡូវនេះចូលដល់ចំណុចទី1គឺខ្ញុំនិយាយអំពីមានន័យថាអ្វីដែលគាត់បានធ្វើដោយចាក់ខ្លួនលោកប្រធានាធិបតីនេះយើងដឹងហើយថាគាត់បានធ្វើទៅនេះគឺវាមានប៉ះពាល់ទៅដល់បញ្ហាទិដ្ឋភាពច្បាប់មួយចំនួនហើយខ្ញុំក៏បានលើកឡើងនៅក្នុងคลิปមុនរបស់ខ្ញុំនៅក្នុង channel ខ្ញុំមួយទៀតខ្ញុំនិយាយអំពីទិដ្ឋភាពច្បាប់ដូច្នេះអានេះខ្ញុំមិននិយាយអំពីទិដ្ឋភាពច្បាប់ឲ្យច្បាស់ដោយคลิปលើកមុនទេដោយសារតែអានេះខ្ញុំតាក់ទងនឹងទិដ្ឋភាពនយោបាយវិញអញ្ចឹងយើងដឹងទាំងអស់គ្នាហើយថានៅក្នុងខែមករានេះគឺកាលពីថ្ងៃទី3ខែមករាឆ្នាំ2026ថ្មីគឺពីម្សិលមួយថ្ងៃណាពីម្សិលមួយថ្ងៃនេះគឺកងទ័ពពិសេសរបស់សហរដ្ឋអាមេរិកបានចូលទៅប្រតិបត្តិការដើម្បីចាប់ខ្លួនណាលោកប្រធានាធិបតីប្រទេសវេណេស៊ុយឡាគឺលោកនីកូឡាស់ម៉ាន់ដូរ៉ូហើយនឹងភរិយារបស់គាត់ហើយគឺចំណាយពេលតែរយៈពេលប្រហែលជា3ម៉ោងគឺមានន័យថាពួកគេបានចាប់ខ្លួនបាននៅលោកប្រធានាធិបតីហើយនឹងភរិយារបស់គាត់ហើយក៏មានការប្រយុទ្ធតទល់គ្នាច្រើនដែរជាមួយនឹងកងអង្គរៈរបស់គាត់ហើយក៏តាមព័ត៌មានដែលខ្ញុំទទួលបានហើយខ្ញុំបានឃើញនៅក្នុងការចុះផ្សាយរបស់សារព័ត៌មាន BBC ក៏ Al Jazeera អីហ្នឹងគឺបានដឹងថាគឺមានអង្គរៈហ្នឹងគឺមានជនជាតិគុយបាហើយប្រទេសគុយបាខ្លួនឯងក៏បានទទួលស្គាល់ថាជនជាតិបានទៅធ្វើកងសន្តិសុខឲ្យលោកប្រធានាធិបតីម៉ាដូរ៉ូនៃប្រទេសវេណេស៊ុយឡាផងដែរដូច្នេះគឺមានការស្លាប់ច្រើនគេហៅថា large scale មានចំនួនច្រើនដែលធ្វើឲ្យប៉ះពាល់ដល់ជនជាតិគុយបាហើយបន្តិចទៀតនៅក្នុងជំហានបន្ទាប់ខ្ញុំនឹងជម្រាបជូនអំពីថាតើប្រទេសគុយបានឹងទទួលបែបណាទៀតនៅតំបន់របស់សហរដ្ឋអាមេរិកអញ្ចឹងខ្ញុំសូមលើកប្រវត្តិនឹងបន្តិចប៉ុណ្ណឹងហើយយើងឈានទៅដល់ថាតើគេធ្វើអីខ្លះសម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំចំណុចទី1គឺអារឿងដែល legal justification ឬក៏ authority ហ្នឹងគឺលើកយកមកលើចំណុច3អានេះជាការឆ្លើយតបដើម្បីការពារខ្លួនរបស់រដ្ឋបាលលោកត្រាំចំណុចទី1គឺគេថាដែលអ្វីដែលគេបានធ្វើនេះគឺជាគេហៅថា domestic law enforcement មានន័យជាការអនុវត្តច្បាប់ក្នុងស្រុករបស់ប្រទេសអាមេរិកទេពីព្រោះអីពីព្រោះលោកម៉ាដូរ៉ូនេះគឺជាជនដែលត្រូវបានចោទប្រកាន់ដោយក្រសួងយុទ្ធភ័ពសហរដ្ឋអាមេរិកថាជាមីភេរវករផងគឺជាអ្នកមីឈ្មួញគ្រឿងញៀនធំផងហើយត្រូវបានតុលាការក្រុងញូវយ៉កបានកាត់ទោសរួចហើយដូច្នេះគេត្រូវតែអនុវត្តច្បាប់ក្នុងនាមអំណាចនីតិប្រតិបត្តិគឺត្រូវតែអនុវត្តច្បាប់ជាបន្ទាន់ដើម្បីចាប់ខ្លួនឧក្រិដ្ឋជនដូច្នេះអានេះគេថាដែលលោកម៉ាដូរ៉ូគឺជាឧក្រិដ្ឋជនដែលត្រូវតែចាប់ខ្លួនអញ្ចឹងប៉ុណ្ណឹងហើយអានឹងចំណុចទី1ចំណុចទី2គឺមានន័យថាអំណាចដែលធ្វើឲ្យគេអាចអនុវត្តច្បាប់នេះបានដោយសារតែមាត្រា2នៃរដ្ឋធម្មនុញ្ញហ្នឹងគឺផ្ដល់អំណាចឲ្យសិទ្ធិឬក៏ផ្ដល់សិទ្ធិទៅឲ្យប្រធានាធិបតីឬក៏រដ្ឋបាលរបស់ប្រធានាធិបតីហ្នឹងគឺអនុវត្តនៅការចាប់ខ្លួនហ្នឹងដូច្នេះក្រសួងយុតិធម៌របស់សហរដ្ឋអាមេរិកមានតួនាទីសុំកម្លាំងណាដើម្បីអនុវត្តច្បាប់ហ្នឹងវាធម្មតាទេរដ្ឋអាជ្ញាឬក៏ក្រសួងយុតិធម៌កាលណាគេអនុវត្តសារក្រមអីមួយគេត្រូវសុំកម្លាំងដើម្បីមកអនុវត្តទោះបីជាច្បាប់ធម្មតានៅស្រុកយើងក៏ដោយគឺពេលលោកប្រញ្ញាគាត់អនុវត្តសារក្រមគាត់សុំកម្លាំងហើយគាត់ថាវាពាក់ព័ន្ធទៅនឹងបទល្មើសគយគឺសុំគយផងសុំកងរាជអាវុធហត្ថផងសុំប៉ូលីសផងអីចឹងណាស្រ័យគាត់ធ្វើម៉េចឲ្យការអនុវត្តសារក្រមហ្នឹងគឺបានជោគជ័យឬក៏សេចក្តីសម្រេចរបស់តុលាការហ្នឹងបានជោគជ័យដូច្នេះនៅក្នុងករណីនេះគឺខាងក្រសួងយុតិធម៌សហរដ្ឋអាមេរិកណាបាន
សុំកម្លាំងទ័ពពិសេសតែម្ដងរបស់សហរដ្ឋអាមេរិកដើម្បីចូលទៅចាប់ខ្លួនណាហើយគាត់មិនប្រើពាក្យថាឈ្លានពានទេព្រោះគាត់ទៅចាក់ទៅលោកម៉ាដូរ៉ូហើយចប់អញ្ចឹងគាត់បានឆ្លើយថាគាត់ហ្នឹងនរណាគឺខាងរដ្ឋបាលរបស់លោកត្រាំទាំងក្រសួងយុតិធម៌ទាំងក្រសួងការបរទេសហ្នឹងគឺបានឆ្លើយហើយបានការពីខ្លួនហើយថាគាត់អនុវត្តច្បាប់ដូច្នេះគាត់ត្រូវតែចូលទៅចាប់ខ្លួនជនល្មើសណានៅទីណាក៏ដោយឲ្យតែអាចចាប់បានហើយត្រូវប្រើកម្លាំងរបៀបណារបៀបណាហ្នឹងគឺធ្វើមិនត្រូវធ្វើឲ្យបានអញ្ចឹងអានេះជាការអនុវត្តច្បាប់ហើយទី2អំណាចនៃប្រធានាធិបតីគឺទទួលបានតាមរយៈមាត្រា2នៃរដ្ឋធម្មនុញ្ញអាមេរិកហ្នឹងគឺមានន័យថាគាត់មានសិទ្ធិគាត់មិនបាច់ធ្វើអីទេឲ្យតែអក្រិតជនដែលប៉ះពាល់ទៅដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកឬសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកគឺប្រធានាធិបតីអាចបញ្ជាបានឲ្យអនុវត្តច្បាប់នឹងភ្លាមណាធ្វើវាមិនបាច់សុំការយល់ព្រមពីសភាទេសភាទាំងពីររបស់អាមេរិកទេចំណុចទី3គេអនុវត្តទ្រឹស្ដីមួយដែលគេហៅថាទ្រឹស្ដី curve feasible ទ្រឹស្ដី curve feasible ហ្នឹងគឺមានន័យថាជាទ្រឹស្ដីមួយដែលគេសិក្សាឬក៏ផ្ដល់អំណាចឲ្យគោលការណ៍ច្បាប់របស់សហរដ្ឋអាមេរិកហ្នឹងគឺត្រូវតែការពារនៅផលប្រយោជន៍អាមេរិកណាផលប្រយោជន៍របស់សហរដ្ឋអាមេរិកដោយមិនខ្វល់អំពីផលប៉ះពាល់នៃការរំលោភច្បាប់អន្តរជាតិទេណាមិនខ្វល់ទេគឺគេអត់ខ្វល់ថារំលោភសិទ្ធិសញ្ញារំលោភទៅលើច្បាប់អន្តរជាតិឬក៏ធម្មនុញ្ញអង្គការសហជីវជាតិអីទេគឺមានន័យថាអំណាចនីតិប្រតិបត្តិឬក៏អំណាចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺត្រូវតែអនុវត្តណាអនុវត្តឲ្យបានដើម្បីការពារទៅដល់ពលរដ្ឋអាមេរិកផលប្រយោជន៍របស់អាមេរិកឬក៏គុណតម្លៃរបស់អាមេរិកផ្សេងទៀតដែលប្រធានាធិបតីយល់ថាវាប៉ះពាល់ដល់កិត្តិយសស្ដីថ្លៃថ្នូរឬក៏ផលប្រយោជន៍របស់សហរដ្ឋអាមេរិកអញ្ចឹងនេះគឺជាខ្ញុំសូមសង្ខេបខ្លីប៉ុណ្ណឹងអំពីថាចំណុចទី1ដែលតាក់ទងអំពី legal justification as authority ហ្នឹងគឺឥឡូវនេះគឺមានន័យថាគាត់ធ្វើឲ្យប្រតិបត្តិការយោធាទៅឥឡូវគាត់ថាគាត់អត់ប្រឆាំងនឹងប្រទេសវេណេស៊ុយឡាទេគាត់ទៅចាប់តែអក្រិតជនទេណាឥឡូវនេះគាត់ចាប់បានហើយគាត់ប្រើកម្លាំងទ័ពពិសេសអីហើយយើងចូលទៅចាប់មែនហើយយើងឃើញទស្សនវិជ្ជាជាក់ស្ដែងព័ត៌មានជាក់ស្ដែងឬក៏អ្វីដែលបានកើតឡើងគឺមានន័យថាគាត់អត់បាច់ធ្វើសង្គ្រាមទេឲ្យវាធម្មតាទេទៅចាប់ខ្លួនអក្រិតជនមួយនៅក្នុងទឹកដីអធិបតេយ្យភាពមួយហើយកំពុងតែកាន់អំណាចនៅលើរដ្ឋអធិបតេយ្យនឹងទៀតវាត្រូវតែមានកម្លាំងគេការពារត្រូវមានអង្គរៈទៅមានស្អីអីចឹងទៀតទៅដូច្នេះត្រូវប្រើកម្លាំងដែលទៅចាប់នេះគ្រាន់តែកម្លាំងសម្បើមដែរប៉ុន្តែយើងមើលទៅមានន័យថាវាមិនមែនជាទស្សនវិជ្ជានៃសង្គ្រាមឈ្លានពានអានេះហើយជាការឆ្លើយតបហើយការយល់ឃើញរបស់ខ្ញុំក៏ខ្ញុំគិតថាវាជាការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកហើយដោយយោងលើទ្រឹស្ដី curve feasible មិញហ្នឹងដូចខ្ញុំនិយាយមិញហ្នឹងថាគឺអំណាចរបស់គោលការណ៍ច្បាប់របស់អាមេរិកគឺមានន័យថាអនុញ្ញាតឲ្យប្រទេសដីការពារផលប្រយោជន៍អាមេរិកទោះជាអក្រិតជននៅទីណាហើយនៅក្នុងទ្រឹស្ដីហ្នឹងគឺគេកាត់ទោសបានមិនបាច់នាំខ្លួនអក្រិតជនអីមកកាត់ទោសនៅក្នុងប្រទេសអាមេរិកគឺអាចកាត់ទោសអក្រិតជននឹងនៅទីណាក៏បានហើយបន្ទាប់ពីបានសាលក្រមទៅគេនឹងព្យាយាមអនុវត្តសាលក្រមដោយស្វែងរកការចាប់ខ្លួននៃជាដើមឥឡូវនេះគឺតាមទ្រឹស្ដីហ្នឹងគឺគេចាប់បានហើយណាគេចាប់បានលោកម៉ាដូរ៉ូហើយនឹងភរិយារបស់គាត់ឥឡូវនេះបញ្ជូនទៅកាន់តុលាការក្រុងញូវយ៉កហើយឃុំខ្លួននៅញូវយ៉កហើយឈានចូលដល់ចំណុចទី2ចំណុចទី2និយាយអំពី challenge and criticism មានន័យថាតកតងនឹងបញ្ហាប្រឈមឬក៏មតិជំទាស់ឬក៏ការរិះគន់អីជាដើមហ្នឹងថាតើវាកើតឡើងយ៉ាងម៉េចដែលគេរកឃើញពីបញ្ហាប្រឈមទៅនឹងអ្វីដែលសហរដ្ឋអាមេរិកបានធ្វើនៅចំពោះប្រទេសវេណេស៊ុយឡាចំណុចទី1គឺគេរកឃើញថាអ្វីដែលសហរដ្ឋអាមេរិកបានធ្វើនេះគឺវាបំពានណាវាបំពានទៅនឹងអភ័យឯកសិទ្ធិ
របស់មីដឹកនាំរដ្ឋអធិបតេយ្យមួយគឺមានន័យថាឥឡូវហ្នឹងប្រទេសវេណេស៊ុយអេឡាគឺជារដ្ឋអធិបតេយ្យហើយប្រធានាធិបតីគាត់មានអភ័យឯកសិទ្ធិណាដូច្នេះគាត់ថាគ្មានច្បាប់ណាអាចចោទប្រកាន់គាត់បានទេទាំងច្បាប់ជាតិទាំងច្បាប់អន្តរជាតិពួកគាត់នៅកំពុងតែនៅក្នុងអំណាចអានេះគឺជាការលើកឡើងរបស់អ្នកជំនាញការច្បាប់ណាគាត់និយាយថាអាមេរិកគឺបានបំពេញទៅលើគោលការណ៍អភ័យឯកសិទ្ធិនៃមេដឹកនាំរដ្ឋអធិបតេយ្យដូច្នេះនៅក្នុងគោលការណ៍នៃការបំពេញនោះគឺគេនិយាយថាគ្មានរដ្ឋបរទេសណាមួយឬក៏អំណាចបរទេសណាមួយមកដកហូតនៅអំណាចឬក៏អភ័យឯកសិទ្ធិទៅលើរដ្ឋអធិបតេយ្យមួយបានទេអានេះគឺជាគោលការណ៍ទ្រឹស្ដីនៃច្បាប់អន្តរជាតិខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងចំណុចទី2គឺគេឆ្លងដែរគេថាសកម្មភាពឬក៏ប្រតិបត្តិការយោធារបស់អាមេរិកទៅលើប្រទេសវេណេស៊ុយអេឡានេះដោយមានរហូតដល់ឈានដល់ការចាប់ខ្លួនលោកម៉ាដូរ៉ូដែលជាប្រធានាធិបតីនេះគឺវាបំពានទៅនឹងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិមាត្រា24ដែលគេហាមណាឲ្យរដ្ឋបរទេសណាមួយទៅបំពានរដ្ឋអធិបតេយ្យមួយទៀតដែលក្នុងនាមជាសមាជិកអង្គការសហជីពដូចគ្នាទេអញ្ចឹងអានឹងគេហាមអញ្ចឹងណាហើយឥឡូវនេះគេបានចោទប្រកាន់ថាសហរដ្ឋអាមេរិកបានបំពានទៅលើអាមាត្រាហ្នឹងដោយប្រើប្រាស់កម្លាំងយោធាទៅចាប់ខ្លួនលោកម៉ាដូរ៉ូដែលកំពុងកាន់អំណាចនៅលើទឹកដីឬក៏កំពុងកាន់អំណាចនៅក្នុងរដ្ឋអធិបតេយ្យមួយណានៅក្នុងរដ្ឋអធិបតេយ្យមួយនេះហើយជាបញ្ហាដែលយើងបានឃើញនៅតាក់ទងទៅបញ្ហាដែលបានកើតឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡាហើយកំពុងតែស្ថិតនៅក្នុងរបៀបវិរៈនៃការជជែកដេញដោលគ្នាទាំងអ្នកជំនាញការច្បាប់ទាំងសមាអ្នកនយោបាយទាំងសមាជិកសភារបស់សហរដ្ឋអាមេរិកឬក៏ទាំងអ្នកនយោបាយសហគមន៍អន្តរជាតិផ្សេងៗទៀតឬក៏បណ្ដាប្រទេសផ្សេងៗទៀតដែលមានការអ្នកខ្លះក៏រិះគន់ទៅថាវាខុសច្បាប់ឬបំពានច្បាប់អីជាដើមហើយអ្នកខ្លះក៏គាំទ្រថាអាមេរិកកាំងហ្នឹងគឺមានន័យថា on the right way គឺធ្វើត្រូវតាមច្បាប់ឬកំពុងតែដើរទៅផ្លូវត្រូវអីជាដើមហ្នឹងគឺមានយើងឃើញមានមតិជាច្រើនលើកឡើងទាំងប្រឆាំងទាំងស្រុកទៅក្នុងរឿងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡានេះចំណុចទី3គឺគេរកឃើញថាដែលអ្វីដែលលោកប្រធានាធិបតីត្រាំបានធ្វើឬក៏សហរដ្ឋអាមេរិករដ្ឋបាលរបស់គាត់បានធ្វើប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡានេះគឺវាប៉ះពាល់ណាឬក៏វាគេហៅ lack of legality កង្វះភាពស្របច្បាប់មួយដោយសារតែប្រតិបត្តិការនេះគឺធម្មនុញ្ញគេថាតម្រូវឲ្យមានការយល់ព្រមណាតម្រូវឲ្យមានការយល់ព្រមពីសភាទាំងពីរដើម្បីសម្រេចធ្វើសង្គ្រាមណាដើម្បីធ្វើសង្គ្រាមប៉ុន្តែឥឡូវនេះទាំងខ្ញុំមើលនៅក្នុងសេចក្តីថ្លែងការណ៍ឬក៏សិនសតកាសែតរបស់លោកម៉ាកូរូបយ៉ូដែលជារដ្ឋមន្ត្រីការបរទេសរបស់អាមេរិកក្តីទាំងលោក Donald Trump ដែលជាប្រធានាធិបតីរបស់អាមេរិកក្តីខ្លួនឯងហ្នឹងគាត់បានធ្វើសន្និសីទខ្សែហើយថាគាត់អត់បាច់មានការត្រូវការយល់ព្រមពីសភាទេពីព្រោះវាមិនមែនជាសង្គ្រាមគាត់ប្រើពាក្យហ្នឹងមានន័យថា it is not the war against Venezuelan regime គាត់ថាវាមិនមែនជាសង្គ្រាមទេអញ្ចឹងវាគ្រាន់តែចាក់ក្រិតជនគាត់ថាអញ្ចឹងហើយគាត់ថាមិនបាច់ឆ្លងសភាទេដោយយោងទៅលើទ្រឹស្ដី Curtis Ball មិញឬទៅយោងទៅលើធម្មនុញ្ញមាត្រា2ដែលនៅក្នុងចំណុចទី1ខ្ញុំនិយាយអំពី legal justification and authority មិញណាគឺមានន័យថាគាត់មានអំណាចគ្រប់គ្រាន់នៅក្នុងការអនុវត្តច្បាប់ហើយបើយើងមើលទស្សនវិជ្ជាស្ដែងគឺមានន័យថាដូចជាមិនមែនជារូបភាពនៃការធ្វើសង្គ្រាមមែនហើយក៏មិនមែនជារូបភាពនៃការឈ្លានពាននេះបើយើងការវិភាគរបស់ខ្ញុំណាហើយបងប្អូនជនរួមជាតិជាពិសេសប្រិយមិត្តអាចពិភាក្សាខ្លួនឯងទៅលើទស្សនវិជ្ជាច្បាប់របស់គាត់ទៅឬក៏ច្បាប់អន្តរជាតិហើយយកមកធ្វើ argument នឹងគ្នាទៅយើងរកឃើញចំណុចប៉ុន្តែជាទស្សនៈរបស់ខ្ញុំគឺខ្ញុំយល់ឃើញ
ដោយរដ្ឋការរបស់លោក Donald Trump ដូចគ្នាណាខ្ញុំយល់ឃើញថាពូវាយើងមើលទៅវាមិនមែនជាទស្សនវិជ្ជានៃសង្គ្រាមគឺមានន័យថាចូលទៅចាប់ដល់ព្រោះរបៀបនេះគឺយើងឃើញនៅក្នុងឆ្នាំ1991គឺអាមេរិកបានធ្វើម្ដងនៅប្រទេសហៃទីពេលនោះគឺគាត់ទៅចូលទៅចាប់មេរដ្ឋបហាមួយគឺគាត់ជាមេតបណាដែលទម្លាក់ប្រធានាធិបតីប្រទេសហៃទីហ្នឹងគាត់ចូលទៅពេលនោះគាត់កំពុងតែគ្រប់គ្រងប្រទេសហ្នឹងតាមរយៈ de facto government គេហៅថារដ្ឋាភិបាលដែលគ្រប់គ្រងប្រទេសជាក់ស្ដែងណាប៉ុន្តែអាមេរិកទៅចាប់ដោយសារតែអាមេរិកចោទថាអានឹងវាធ្វើរដ្ឋបហាហើយវាបំពានទៅលើគោលការណ៍ច្បាប់ធម្មនុញ្ញរបស់ប្រទេសហៃទីដូច្នេះអាមេរិកត្រូវតែចូលធ្វើអន្តរាគមន៍ដើម្បីជួយប្រធានាធិបតីកំពុងកាន់អំណាចដែលត្រូវគេធ្វើរដ្ឋបហាគឺគាត់យកថមភិកយ៉ាងទៅចូលចាប់តែម្ដងអញ្ចឹងណាអានេះយើងអ្វីដែលខ្ញុំបានសិក្សាបានឃើញមានន័យថាអាមេរិកគាត់ធ្លាប់បានធ្វើច្រើននៅក្នុងរឿងនេះចំណុចដែលយើងថាដែលมันមានការយល់ព្រមឬក៏កង្វះភាពស្របច្បាប់នៃការយល់ព្រមពីសភាទាំងពីររបស់សហរដ្ឋអាមេរិកនេះគឺមានន័យថាមានការពិភាក្សាជាច្រើននៅក្នុងចំណោមអ្នកច្បាប់ដូចខ្ញុំបានជម្រាបខាងលើមកអញ្ចឹងទាំងសាស្ត្រាចារ្យទាំងគេហៅពួក lawmaker គឺពួកអ្នកតាក់តែងច្បាប់នៅក្នុងសភាក្នុងជាពិសេសគឺលោក Bernie Sanders ដែលជាអ្នកប្រកួតប្រជែងបេក្ខជនប្រធានាធិបតីខាងគណៈបព្វជិតបតៃក៏ក្នុងคลิปមុនខ្ញុំបានបញ្ជាក់ហើយគាត់បានថាធ្វើយ៉ាងម៉េចឥឡូវនេះគឺសហរដ្ឋអាមេរិកកំពុងតែនិយាយជាពិសេសគឺសភាទាំងពីរហ្នឹងកំពុងតែ argument នឹងគ្នាមានសមាជិកសភាខ្លះដូចជាលោក Mike Lee គាត់បានគ្រប់គ្រងថាអ្វីដែលលោកប្រធានាធិបតី Trump បានធ្វើនេះគឺវាជារឿងត្រឹមត្រូវហើយគឺជារឿងការពារនៅសុខសុវត្ថិភាពឬក៏សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកហើយជាការផ្ដន់ទីតោសទៅលើគេហៅ narco terrorism គឺនេះមានន័យថាអក្រិតជនផ្នែកគ្រឿងញៀនអានេះគឺជាឬក៏ភេរវគ្គគ្រឿងញៀនណាព្រោះខ្ញុំនៅក្នុងคลิปមុនខ្ញុំបានបញ្យល់ហើយអំពីថាស្អីទៅជាភេរវគ្គគ្រឿងញៀនហ្នឹងបានយល់ហើយបងប្អូនអាចទៅមើលคลิปរបស់ខ្ញុំคลิปមុនហ្នឹងទៅយើងឃើញថាតើគេនិយាយពីអីណាខ្ញុំបានបញ្ជាក់នេះហើយអញ្ចឹងខ្ញុំសូមបញ្ចប់នៅចំណុចទី2តកតងទៅនឹង legal challenge ហើយនឹង criticism ខ្ញុំអត់បានលើកអីច្រើនទេអានេះខ្ញុំលើកតែរឿងផ្ទៃក្នុងរបស់គាត់ទេប៉ុន្តែមានពួកខាងក្រៅប្រទេសរហូតដល់មេដឹកនាំប្រទេសផ្សេងអីខ្ញុំបានលើកក្នុងคลิปមុនហើយណាខាងអេស្ប៉ាញខាងឥឡូវរហូតឈានទៅដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមអីហ្នឹងក៏គាត់មិនរិះគន់ទេប៉ុន្តែគាត់ថាសូមឲ្យដោះលែងគាត់សំណូមពរឲ្យអាមេរិកដោះលែងលោកម៉ាដូរ៉ូជាដើមហើយអ្នកប្រឆាំងមានយើងដឹងហើយមានចិនមានរុស្ស៊ីមានអ៊ីរ៉ង់ណាធ្លាក់រហូតទៅដល់ប្រទេសអេស្ប៉ាញឥឡូវក៏ចឹងដែរតែចង់បែកចិត្តពីខាងសហគមន៍អឺរ៉ុបមិនទេដែលខាងប្រទេសអេស្ប៉ាញហើយមានខាងប្រទេសអាមេរិកខាងត្បូងហ្នឹងគឺមានប្រេស៊ីលមានអីហ្នឹងក៏ប្រឆាំងនឹងការធ្វើអន្តរាគមន៍យោធារបស់អាមេរិកទៅលើប្រទេសវេណេស៊ុយអេឡានេះដែរប៉ុន្តែយើងក៏ឃើញខាងដែលនាយករដ្ឋមន្ត្រីអ៊ីតាលីគាត់មានន័យថាគាត់គ្រប់គ្រងហើយគាត់ថាអាមេរិកកាន់បានធ្វើត្រូវនៅក្នុងរឿងនេះព្រោះគឺជាការអនុវត្តច្បាប់ domestic law របស់សហរដ្ឋអាមេរិកអានេះការយល់ឃើញរបស់គាត់អញ្ចឹងខ្ញុំសូមបញ្ជាក់អំពីបញ្ហាការជជែកដេញដោលគ្នាឬការរិះគន់អីជាច្រើននៅមតិសាធារណៈជុំវិញប្រតិបត្តិការនេះតែប៉ុណ្ណឹងហើយយើងឈានដល់ចំណុចមួយទៀតតាក់ទងទៅនឹងឥឡូវហ្នឹងវាមានវិវត្តដល់ណាហើយរឿងនៅរឿងជាមួយនឹងប្រទេសវេណេស៊ុយអេឡានេះគឺមានន័យថារហូតដល់ពេលនេះគឺ
លោកម៉ាណូរ៉ូគឺត្រូវបានចាប់ខ្លួនហើយយើងទាំងអស់គ្នាបានដឹងហើយបានបញ្ជូនទៅសហរដ្ឋអាមេរិកហើយកំពុងឃុំខ្លួនរងចាំសវនកម្មនៅតុលាការក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកពីព្រោះគឺមានន័យថាពីមុនមកគឺក្រសួងយុតិធធតាមរយៈរដ្ឋអាជ្ញាអគ្គរដ្ឋអាជ្ញាហ្នឹងគឺបានចោទប្រកាន់រួចហើយនៅតែការចាប់ខ្លួនយកមកកាត់ទោសទេឥឡូវនេះគឺទាំងលោកម៉ាណូរ៉ូទាំងភរិយារបស់គាត់កំពុងត្រូវបានឃុំខ្លួននៅទីក្រុងញូវយ៉កហើយដើម្បីរងចាំការកាត់ទោសឬក៏រងចាំសវនកម្មអានេះគឺជាការវិវត្តហើយសម្រាប់ស្ថានភាពនៅវេនេស៊ុយឡាវិញគឺមានន័យថាឥឡូវនេះគឺស្ថានភាពទាំងមូលនៅប្រទេសវេនេស៊ុយឡាគឺមានន័យថាកំពុងគ្រប់គ្រងដោយកងទ័ពរបស់សហរដ្ឋអាមេរិករួមជាមួយនឹងរដ្ឋបាលរបស់លោកម៉ាណូរ៉ូនឹងប៉ុន្តែមានន័យថារដ្ឋបាលមិនទាន់រលាយប៉ុន្តែអត់មានសិទ្ធិអំណាចអីទោះបីជាតុលាការកំពូលរបស់វេនេស៊ុយឡាបានចេញសេចក្តីសម្រេចផ្ដល់សិទ្ធិអំណាចទៅឲ្យលោកស្រីអនុប្រធានាធិបតីហ្នឹងគ្រប់គ្រងក្នុងនាមជាប្រធានាធិបតីស្ដីទីប៉ុន្តែមានន័យថាទាំងកងទ័ពសហរដ្ឋអាមេរិកទាំងរដ្ឋបាលឬក៏រដ្ឋាភិបាលរបស់លោកស្រីគឺកំពុងតែធ្វើការជាមួយគ្នាសម្របសម្រួលដើម្បីរកវិធីធ្វើម៉េចឲ្យចេញជាលទ្ធផលនៃការចរចារវាងរដ្ឋបាលរបស់ប្រធានាធិបតីត្រាំហើយនិងរដ្ឋបាលរបស់លោកស្រីហ្នឹងមានន័យថាបើត្រូវគ្នាលោកស្រីនឹងអាចបន្តតំណែងតទៅទៀតតែបើមិនត្រូវទេគឺវាអាចមានវិធានការអីផ្សេងទៀតហើយយើងបានឃើញហើយពីព្រឹកមិញនេះគឺលោកត្រាំគាត់បានពមៀនលោកស្រីអនុប្រធានាធិបតីហ្នឹងថាបើលោកស្រីបរាជ័យក្នុងការធ្វើការសម្របសម្រួលជាមួយនឹងសហរដ្ឋអាមេរិកគឺលោកស្រីនឹងជួបផលវិបាកធ្ងន់ធ្ងរហើយជាអាចនឹងធ្ងន់ធ្ងរជាងលោកម៉ាណូរ៉ូទៅទៀតនេះជាការពមៀនរបស់គាត់ទេណាប៉ុន្តែចាំមើលជាក់ស្ដែងយ៉ាងម៉េចតទៅទៀតអានឹងយើងទាំងអស់គ្នាយើងរកចាំមើលណាខ្ញុំចូលទៅដល់ចំណុចមួយទៀតតកតងទៅនឹងអនាគតណានយោបាយឬក៏អ្នកដឹកនាំរបស់វេនេស៊ុយឡាហ្នឹងតើវាយ៉ាងម៉េចរហូតមកដល់ពេលនេះគឺអត់ទាន់មានភាពច្បាស់លាស់ណាមួយត្រូវបានធ្វើឡើងក្រោយពីអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកពីថ្ងៃទី3នោះហើយលោកធានាធិបតីម៉ាណូរ៉ូបានចាប់ខ្លួនហើយនឹងទេគឺមានន័យថាឥឡូវនេះស្ថានភាពដូចខ្ញុំបានបញ្ជាក់ខាងដើមមិញអញ្ចឹងថាដែលលោកស្រីអនុប្រធានាធិបតីកំពុងគ្រប់គ្រងគេហៅថា de facto government រដ្ឋាភិបាលគ្រប់គ្រងជាក់ស្ដែងនៅលើទឹកដីហ្នឹងរួមជាមួយនឹងកងទ័ពសហរដ្ឋអាមេរិកដែលកំពុងធ្វើការជាមួយលោកស្រីក្នុងការធ្វើសម្របសម្រួលធ្វើម៉េចឲ្យមានចេញជាលទ្ធផលឈានទៅដល់កិច្ចព្រមព្រៀងណាមួយតើលោកស្រីបន្តអំណាចតទៅមុខទៀតឬក៏ត្រូវរំលាយចោលហើយមានការបោះឆ្នោតអីថ្មីជាដើមហ្នឹងអញ្ចឹងអានេះជាជំហានបន្ទាប់នៅក្នុងហ្នឹងដែរយើងខ្ញុំសូមជម្រាបបងប្អូនបន្តិចថាដែលលោកស្រីអនុប្រធានាធិបតីនេះគឺគាត់ជាមនុស្សចំណិតរបស់លោកម៉ាណូរ៉ូដែរហើយតំណែងជាអនុប្រធានាធិបតីនេះគឺមានន័យថាទាំងពីរនាក់នេះគឺបានធ្វើការរួមគ្នាហើយជាជនគេហៅជនឆ្វេងនិយមជ្រុលដូចគ្នាណាជាជនឆ្វេងនិយមជ្រុលពួកឆ្វេងនិយមបងប្អូនជនរួមជាតិដឹងហើយថាវាយ៉ាងម៉េចអីហ្នឹងគឺមានគាត់ឆ្វេងទៅណាឆ្វេងចង់និយាយឲ្យខុសគេខុសឯងណាពួកនេះគឺយកអាទ្រឹស្ដីសង្គមនិយមណាពួកឆ្វេងនិយមហ្នឹងគឺយកទ្រឹស្ដីសង្គមនិយមមកអនុវត្តនៅក្នុងគោលនយោបាយដឹកនាំរបស់ខ្លួនតាមរយៈការពីព្រោះទាំងលោកប្រធានាធិបតីមុនម៉ាណូរ៉ូហ្នឹងដែលជាគេហៅស្អីជាបុព្វបុរសរបស់គាត់ហ្នឹងលោកហូហ្គូចាវេសហ្នឹងគាត់ក៏ជាគេហៅជនឆ្វេងនិយមដូចគ្នាលោកម៉ាណូរ៉ូក៏ឆ្វេងនិយមហើយកើតនៅក្នុងវណ្ណៈកម្មករដូចគ្នាលោកស្រីនេះក៏អញ្ចឹងក៏ដូចគ្នាដូច្នេះយើងគិតថាអានេះការសន្និដ្ឋានរបស់ខ្ញុំហ្នឹងណាថាប្រហែលជា
អាចពិបាកក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកដោយសារវាទស្សនៈនយោបាយឬក៏ទស្សនវិជ្ជានយោបាយរបស់លោកស្រីគឺវាដូចជាមិនត្រូវគ្នាជាមួយនឹងសហរដ្ឋអាមេរិកដែលប្រកាន់នៅរបបប្រជាធិបតេយ្យសេរីស្អីទេប៉ុន្តែវាអត់អីសំខាន់រឿងផលប្រយោជន៍ទៅវិញទៅមកឧទាហរណ៍ដូចជានៅប្រទេសគុយវ៉ែតដូចជានៅកាតាដូចជានៅអារ៉ាប៊ីសាអូឌីតដូចជាអីហ្នឹងក៏ពួកនេះមិនឆ្វេងនិយមទេប៉ុន្តែគាត់ថាវាផ្ដាច់ការវាស្អីចឹងដែរប៉ុន្តែអាចធ្វើកិច្ចការអាចធ្វើការជាមួយអាមេរិកបានអញ្ចឹងសម្រាប់ជំហានបន្ទាប់ដោយខ្ញុំជម្រាបមិញហ្នឹងថាអាមេរិកកាំងកំពុងតែធ្វើកិច្ចការហ្នឹងដើម្បីសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងមួយអាចធ្វើការជាមួយអាមេរិកបានហើយកំពុងតែធ្វើកិច្ចការតាក់ទងនឹងធ្វើម៉េចសម្រួលអាជីវកម្មប្រេងរបស់ Venezuela ជាមួយនឹងក្រុមហ៊ុនសហរដ្ឋអាមេរិកឲ្យដំណើរការទៅល្អហើយរងចាំរហូតឬក៏បើសិនជាកិច្ចការនេះអាចធ្វើទៅបានសម្រេចនៅក្នុងរដ្ឋបាលរបស់ស្រីនេះបានសម្រេចតាមអ្វីអានេះបើតាមយោងតាមការបញ្ជាក់របស់លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកគាត់ថាអញ្ចឹងណាបើសិនជាមានន័យថាអ្វីទាំងអស់គឺបានយល់ព្រមគ្នារវាងអាមេរិកហើយនឹងមេដឹកនាំថ្មីរបស់ Venezuela នេះគឺយើងអាចធ្វើការជាមួយគ្នាបន្តហើយចំណុចចាប់ដើមគឺមានន័យថាជួសជុលនៅរោងចក្រផលិតប្រេងស្អីជាដើមដែលវាខូចខាតឬក៏ធ្វើម៉េចឲ្យក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកក្រុមហ៊ុនប្រេងហ្នឹងអាចទៅរកស៊ីបាននៅប្រទេសវេណេស៊ុយឡាបន្ទាប់មកទៀតគឺនឹងរៀបចំឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅក្នុងប្រទេសវេណេស៊ុយឡាអានឹងជំហានបន្តទៅទៀតណាប៉ុន្តែឲ្យមានការសម្របសម្រួលគ្នារវាងរដ្ឋបាលថ្មីរបស់លោកស្រីអនុជារដ្ឋមន្ត្រីឬក៏ប្រធានាធិបតីស្ដីទីហើយជាមួយនឹងសហរដ្ឋអាមេរិករដ្ឋបាលរបស់លោកត្រាំអានេះអាស្រ័យទៅលើការយល់ព្រមគ្នាយ៉ាងម៉េចអីយ៉ាងម៉េចហ្នឹងគឺយើងនឹងតាមដានបន្តទៀតណាជាលទ្ធផលថាតើវាទៅជាយ៉ាងណាយើងនឹងតាមដានទៅប៉ុន្តែអញ្ចេះខ្ញុំឃើញមានខមមិនរបស់ប្រិយមិត្តដែលសួរមកខ្ញុំថាហេតុអីបានជាអ្នកឯងទៅគិតគូររឿងប្រទេសវេណេស៊ុយឡាអីណាមិនគិតគូររឿងប្រទេសយើងខ្ញុំសូមជម្រាបថាអញ្ចេះដែលខាងអន្តរជាតិក៏យើងត្រូវដឹងត្រូវមានការយល់ដឹងពីព្រោះអានឹងជាចំណេះដឹងមួយដែលអាចយកមកឆ្លុះបញ្ចាំងអំពីស្ថានភាពនៅកម្ពុជាបានណាអានឹងហើយពីព្រោះចំណេះដឹងគឺយើងមិនអាចសិក្សាតែរឿងផ្ទៃក្នុងខ្លួនឯងទេណាយើងសិក្សាពីទស្សនវិជ្ជានយោបាយខាងក្រៅហើយនឹងយកវាមកឆ្លុះបញ្ចាំងនៅក្នុងទស្សនវិជ្ជានយោបាយខាងក្នុងរបស់យើងហើយអានឹងទៅជាចំណេះដឹងពិតប្រាកដអញ្ចឹងខ្ញុំសូមឆ្លើយបងប្អូនប្រិយមិត្តប៉ុណ្ណឹងតកតងទៅនឹងជំហានបន្ទាប់ណាថាតើអាមេរិកកាំងនឹងធ្វើអីទៀតហើយរដ្ឋបាលនឹងគេធ្វើអីទៀតអញ្ចឹងមានពីរចំណុចទី1គឺសម្របសម្រួលឲ្យមានការរកស៊ីប្រេងជាមួយនឹងគ្នានៅក្នុងប្រទេសវេណេស៊ុយឡាទី2ឲ្យកងទ័ពរបស់សហរដ្ឋអាមេរិកនឹងគឺគ្រប់គ្រងស្ថានភាពបណ្ដោះអាសន្នរួចហើយឈានទៅបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយដើម្បីគ្រប់គ្រងប្រទេសវេណេស៊ុយឡាចុងក្រោយគឺមានន័យថារៀបចំឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅប្រទេសវេណេស៊ុយឡាហើយត្រូវធានាថាប្រទេសវេណេស៊ុយឡាគឺដើរទៅលើផ្លូវណាដើរទៅតាមផ្លូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដអានេះជាអ្វីដែលពលរដ្ឋរបស់សហរដ្ឋអាមេរិកសំទោសពលរដ្ឋរបស់វេណេស៊ុយឡាចង់បានហើយខ្ញុំសូមបើកមុខកញ្ចក់បន្តិចដែរដល់ចំណុចនេះគឺមានខាងដែលជនជាតិយើងខ្លះប្រិយមិត្តខ្លះគាត់បានរិះគន់ពលរដ្ឋអាមេរិកពលរដ្ឋវេណេស៊ុយថាហេតុអីបានគីឈ្លានពានឲ្យនៅអគុណគេទៀតអីគេទៀតអីហើយមិនហេតុអីក៏មិនជីដូចយើងជីថៃអីចឹងទៅជាដើមហ្នឹងគឺវាដែលមានន័យថាខ្ញុំបានជម្រាបនៅក្នុងคลิปរបស់ខ្ញុំមុនហើយវាថាដែលតើអ្វីដែលគេទទួលរងនៅការឈឺចាប់
ជាមួយនឹងរបបលោកម៉ាតូវាប៉ុណ្ណាគឺយើងអត់ដឹងទេណាយើងអត់ដឹងប៉ុន្តែគេដឹងថាគេពិបាកយ៉ាងម៉េចដូច្នេះមនុស្សម្នាក់ដែលរស់ក្នុងបាក់គឺគេអត់ខ្វល់ថាពេលដែលគេសង្គ្រោះទៅហ្នឹងគឺវាជាស្អីទេធ្វើម៉េចឲ្យខាន់ឲ្យបានជីវិតឲ្យបានស្អីចិត្តសិនហើយយើងអត់មានន័យថាគាត់អត់មិនបានគិតរឿងផ្លូវច្បាប់ខុសឬត្រូវទេណាសំខាន់ឲ្យតែជីវិតរបស់គាត់រស់ហើយដូច្នេះគាត់តែកាលណារស់គាត់នឹកឃើញថាអ្នកសង្គ្រោះគាត់ហ្នឹងគឺជាវីរៈបរិបរបស់គាត់ហើយដូច្នេះនៅប្រទេសវេណេស៊ុយឡាគឺបំណងប្រាថ្នារបស់ពលរដ្ឋវេណេស៊ុយឡាគឺរំដោះចេញពីរបបម៉ាណូរ៉ូពីព្រោះវាបញ្ហាវាស្មុគស្មាញច្រើនពីវិបត្តិសង្គមវាអីដែលខ្ញុំបានជម្រាបក្នុងคลิปមុនហើយតាំងពីវិបត្តិអត់ការងារអតិផរណាសេដ្ឋកិច្ចបញ្ហាពុករលួយអត់ការងារធ្វើប្រជាជនរកលុយឲ្យបានភៀសខ្លួនទៅនៅក្រៅប្រទេស8លានអ្នកដើម្បីធ្វើការរកលុយហើយអាហ្នឹងគិតថាភៀសខ្លួនសេដ្ឋកិច្ចនៅអាភៀសខ្លួននយោបាយនៅអីច្រើនទៀតដែលប្រជាជនឬក៏ប្រជាពលរដ្ឋវេណេស៊ុយឡាទទួលរងដូច្នេះនៅពេលដែលអ្នកណាម្នាក់មកបញ្ចប់នៅការឈឺចាប់របស់គាត់នេះគឺអ្នកនឹងហៅជាវីរៈបរិបដូច្នេះយើងកុំចោទថាគេវាក្បត់ជាតិក្បត់អីចឹងអីហ្នឹងគឺយើងព្រោះយើងមិនមែនជាអ្នកឈឺចាប់ជាមួយគេឬក៏រងនៅការឈឺចាប់ជំនួសគេទេចឹងហើយបានគាត់ដល់អ្នកខ្លះបរហោះនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថាជនជាតិផ្សេងកុំចេះលូកមាត់មករឿងប្រជាពលរដ្ឋឬទស្សនៈរបស់ពលរដ្ឋវេណេស៊ុយឡាខ្ញុំអ្នកឈឺចាប់តែឯងមិនមែនឈឺចាប់ទេអាហ្នឹងគាត់និយាយចឹងណាដូច្នេះទុកឲ្យគេអ្នកសម្រេចចិត្តដោយខ្លួនឯងដូច្នេះការសម្រេចចិត្តដោយខ្លួនឯងឬក៏សិទ្ធិស្វ័យសម្រេចគេហៅ self determination នេះរបស់ពលរដ្ឋវេណេស៊ុយឡាគឺជារឿងសំខាន់ហើយនៅក្នុងរបៀបវិរៈនៃគោលនយោបាយថ្មីរបស់រដ្ឋាភិបាលជាការចង់បានរបស់ពលរដ្ឋផងជាការចង់បានរបស់អាមេរិកផងអានេះទើបជាសេចក្តីប្រាថ្នាពិតប្រាកដរបស់ពលរដ្ឋនៃប្រទេសវេណេស៊ុយឡាចំណុចចុងក្រោយមុននឹងចប់ខ្ញុំលើកយកtopic តូចនេះឬក៏ប្រធានបទតូចនេះយកមកបញ្ជាក់បន្ថែមទេណាដោយសារតែមានសំណួរពីប្រិយមិត្តគាត់សួរថាតើរឿងរបៀបអញ្ចឹងណាហើយពីព្រោះយើងមើលទៅស្ថានភាពនយោបាយឬការគ្រប់គ្រងរដ្ឋរបស់រដ្ឋាភិបាលក្រុងភ្នំពេញយើងនេះឬក៏កម្ពុជាយើងនេះគឺវាស្តៀងគ្នាទៅនឹងប្រទេសវេណេស៊ុយឡាហើយគាត់សួរខ្ញុំថាតើលោកសង្ឃឹមទេថាអាមេរិកអាចនឹងធ្វើអន្តរាគមន៍អញ្ចឹងចាប់ហ៊ុនសែនចាប់ហ៊ុនម៉ាណែតអីជាដើមហើយដើម្បីរំដោះប្រជាជននៅកម្ពុជាអីជាដើមថាអាចសង្ឃឹមថាអាមេរិកនឹងធ្វើអញ្ចឹងទេខ្ញុំសូមឆ្លើយថាអត់ទេហើយសួរថាហេតុអីបានថាអត់អាមេរិកកាំងមិនធ្វើទីមួយបើយើងមើលទៅលើប្រវត្តិសាស្ត្រណាក្រោយយើងបញ្ចប់នៅសង្គ្រាមឥណ្ឌូចិនទី2សង្គ្រាមឥណ្ឌូចិនទី2មានន័យថាសង្គ្រាមអាមេរិកជាមួយនឹងវៀតណាមទៅជាមួយវៀតកុងជាមួយអីហ្នឹងដែលមានការប្រយុទ្ធប្រឆាំងគ្នានៅប្រទេសវៀតណាមហ្នឹងគេហៅសង្គ្រាមឥណ្ឌូចិននេះពេលដែលបញ្ចប់ទៅគឺយើងមានកិច្ចព្រមព្រៀងមួយរវាងចិនសហរដ្ឋអាមេរិកហើយនិងវៀតណាមខាងជើងផងនឹងវៀតកុងជាមួយនឹងខ្មែរយើងនៅគេតាមរយៈសន្និសីទស៊ូណែវផងឬក៏តាមរយៈកិច្ចព្រមព្រៀងសម្ងាត់រវាងអាមេរិកនិងចិនផងហ្នឹងគឺមានន័យថាទឹកដីកម្ពុជានេះគឺជាទឹកដីដែលទៅអាមេរិកមិនចាត់ទុកជាសំខាន់ទៀតទេឬក៏លែងការជប់លែងមានការយកចិត្តទុកដាក់ពីអាមេរិកទៀតហើយគឺទុកឲ្យចិនអ្នកដោះស្រាយទៅអញ្ចឹងហើយបានជាកម្ពុជាយើងទទួលរឿងរបបវិលវិឃាតស្អីចំនួនខ្មែរក្រហមបន្តប្រទេសឯមកហ្នឹងគឺដោយសារតែរឿងចឹងគឺអាមេរិកគាត់បានបោះបង់ចោលហើយមានន័យបោះបង់ការចាប់អារម្មណ៍គាត់មិនទុកជារឿងសំខាន់ទៀតទេហើយគាត់ថាចុះបើមិនទុករឿងសំខាន់ថាហេតុអីបានជាមានរឿងសង្គ្រាមថៃនេះអាមេរិកខំមកជួយខំមកស្អីគឺដោយសារអញ្ចេះខ្ញុំសូមវិភាគនេះអាហ្នឹងវិភាគការយល់ឃើញរបស់ខ្ញុំដោយសារតែតកតងទៅនឹងវិទ្យាសាស្ត្រនយោបាយខ្ញុំសិក្សាពីភូមិសាស្ត្រនយោបាយហ្នឹងគឺមានន័យថាអាមេរិកកាំងវាគិតគូរជាមួយថៃ
ណាដែលយើងចាត់ទុកថាដូចជាកូនចឹងរបស់ថៃហ្នឹងឯងហើយខាងយើងនោះគឺវាជាកូនរបស់ចិនអីចឹងទៅដូច្នេះអ្វីដែលអាមេរិកកាំងមានការពាក់ព័ន្ធវាខ្លាចវាប៉ះពាល់កូនមានដែរអញ្ចឹងណាហើយប៉ះពាល់ដូចជាអាមេរិកក៏មានការ involve ឬក៏ dealing with PCA ជាដើមដែលគាត់លោកត្រាំបានធ្វើកន្លងមកបានឈានទៅដល់កិច្ចព្រមព្រៀងកូឡាឡាំពូជាដើមហ្នឹងគឺខ្ញុំសូមឆ្លើយខ្លីប៉ុណ្ណឹងហើយបើចង់បានព័ត៌មានលម្អិតអំពីភូមិសាស្ត្រនយោបាយឬក៏ប្រវត្តិសាស្ត្រអតីតកាលតាក់ទងទាំងការបោះបង់កម្ពុជាយ៉ាងម៉េចអាចសួរខ្ញុំបានឬក៏បងប្អូនឬក៏ប្រិមិត្តអាចទៅមើលឯកសារ The Pentagon Paper ឯកសាររបស់ Pentagon ក្រសួងការពារជាតិអាមេរិកណាទៅមើលអាហ្នឹងទៅយើងយល់អំពីភូមិសាស្ត្រនយោបាយហ្នឹងដូច្នេះខ្ញុំចម្លើយរបស់ខ្ញុំថាអត់ទេគឺអាមេរិកកាំងមិនធ្វើអន្តរាគមន៍រឿងចាប់ហ៊ុនសែនឬអីទេកុំសង្ឃឹមពេកហ្នឹងគឺមានន័យថាវាអត់តម្លៃអីហើយបងប្អូនខ្លះថាអាមេរិកកាំងវាមិនអន្តរាគមន៍ទេព្រោះមានអីប្រយោជន៍ទៅដល់អាហ្នឹងត្រូវមួយគឺវាអត់មានអីប្រយោជន៍ទៅដល់អាមេរិកកាំងទីមួយអត់ព្រេងនឹងឯងគាត់ថាអត់ព្រេងហ្នឹងគាត់ថាខ្មែរយើងកកខ្យងកកខ្យងមិនមានស្អីទេអញ្ចឹងហើយបានជាអាមេរិកកាំងវាមិនមកទេអញ្ចឹងអាហ្នឹងចំណុចទី1ប៉ុន្តែទី2គឺដូចខ្ញុំនិយាយនៅក្នុងទស្សនវិជ្ជាភូមិសាស្ត្រនយោបាយអញ្ចឹងថាតែទឹកដីខ្មែរនេះគឺជាទឹកដីដែលអាមេរិកថាតោះចិនឲ្យយកទៅអញ្ចឹងណាចិនហ្នឹងប៉ុន្តែគឺមិនឯងល្មមបានកុំឲ្យខ្លាំងពេកប៉ះពាល់កូនអញវិញអញ្ចឹងគឺថាវាឯងហើយរឿងគឺវាអញ្ចឹងប៉ុន្តែអ្នកខ្លះគេថាអូលោកគ្រូឆ្លើយអញ្ចឹងមកវាពិភពលោកមានការកាត់ព្រោះអានឹងខ្ញុំទទួលស្គាល់ណាពេលវេលាប្រែប្រួលចិត្តមនុស្សវាកើតវាប្រែប្រួលដូចគ្នាដូច្នេះអានឹងយើងថាធម្មតាទីគោលនយោបាយរបស់អ្នកដឹកនាំរដ្ឋមួយកាលណាដូរមនុស្សវាដូរអីប៉ុន្តែវាមិនដូរចឹងបើនៅកម្ពុជាវាអាចដូរច្រើនវាអាចដូរច្រើនឬក៏ប្រទេសមួយចំនួនទៀតអាចដូរច្រើនប៉ុន្តែបើនៅអាមេរិកឬនៅថៃគឺវាមិនដូរទៅចេះទេណាវាមិនម្ដងផ្ងាទៅម្ដងទៅនេះចាអាមេរិកក៏ដូចគ្នាណាគឺគោលនយោបាយគេត្រូវបានគេសេតមករាប់100ឆ្នាំមកហើយវាអាចខុសគ្នាពីបន្តិចពីប្រធានាធិបតីមួយទៅប្រធានាធិបតីមួយដូច្នេះវាមិនខុសឆ្ងាយទេរឿងគោលនយោបាយការមកទេអញ្ចឹងហើយបានជាខ្ញុំឆ្លើយអញ្ចឹងណាថាអាហ្នឹងរឿងមុននេះគ្រូមិនដែលមនុស្សតាមមកក្រោយពេលវេលាផ្លាស់ប្ដូរមនុស្សវាផ្លាស់ប្ដូរអីយ៉ាងម៉េចគឺវាផ្លាស់ប្ដូរសម្រាប់ខ្ញុំថាវាផ្លាស់ប្ដូរសម្រាប់កម្ពុជាប៉ុន្តែសម្រាប់គោលនយោបាយការបរទេសជា principle ជាគោលការណ៍របស់អាមេរិកគឺគេនៅដដែលគេដូរបន្តិចអញ្ចឹងណាទីហោដូចជាពេលលោកโจ Biden គាត់ឡើងមកកាន់អំណាច4ឆ្នាំហ្នឹងគាត់ដូចផ្លិចវេនេស៊ុយអេឡាហ្នឹងហើយកាលពីសម័យត្រាំកាន់អំណាចលើកទី1គឺគាត់មុខរុកវេនេស៊ុយអេឡាហ្នឹងមែនតើប៉ុន្តែពេលវេលាគាត់ខ្លីពេក4ឆ្នាំចប់ទៅគាត់ធ្វើកិច្ចការហ្នឹងអត់ចំគាត់មកអាណត្តិទី2របស់គាត់លេងតែម្ដងធ្វើម៉េចកិច្ចការហ្នឹងឲ្យគាត់ឲ្យចប់ណាដូច្នេះវាខុសគ្នាតិចចឹងឯងលោក Biden គាត់គិតរឿងផ្សេងទៅលោក Obama គាត់គិតរឿង Obama Care របស់គាត់ទៅគឺធ្វើម៉េចឲ្យពួកអ្នកនិកម្មភាពពួកចាស់ជរាពួកអីបានទទួលលុយជំនួយពីរដ្ឋទៅហើយប្រទេសផ្សេងដូចជាគោលនយោបាយអន្តរជាតិផ្សេងគាត់កុំភ្លេចចោលដូចជាតំបន់គ្រីមៀនៅប្រទេសអ៊ុយក្រែនហ្នឹងគឺបាត់នៅក្នុងសម័យអូបាម៉ាហ្នឹងឯងអញ្ចឹងណារុស្ស៊ីទៅសង្គ្រប់យកហ្នឹងគឺក្នុងរដ្ឋកាលរបស់លោកអូបាម៉ាហ្នឹងឯងអញ្ចឹងខ្ញុំសូមឆ្លើយសំណួរបងប្អូនថាតើរឿងរបៀបវេនេស៊ុយអេឡានេះកើតនៅលើទឹកដីកម្ពុជាដែរឬអត់គឺខ្ញុំគិតថាมันអាចទេណាมันអាចកើតនេះប៉ុន្តែបើអាមេរិកកាំងចង់ធ្វើគឺដូចបកចេកស្រួលធ្វើមានន័យថាมันពិបាកធ្វើព្រោះយើងមើលបានដរោប៉ុណ្ណឹងហើយគាត់ទៅចាប់ទៅ3ម៉ោងចាប់បានតែដូច្នេះបើសិនជាអាមេរិកចង់ធ្វើគឺគាត់អាចធ្វើដោយស្រួលបងចឹងឬក៏គាត់មិនសឹងថាមិនធ្វើខ្លួនឯងគាត់អាចប្រើដៃជើងរបស់គាត់
chỉ đạo nó ao là thôi chấm nốt nó cô thôi tôi tranh nhập bàn tay dừng tục tàu hay bị pro hay dừng mớ pro sật than là hiệp bạc chăng rư co ca vô đăng là bạc cô rót với rồi la hay đừng dương cứ vì mình đôi khi thì bạc chăng bao dương này cứ miền đây ta thực cả ai ót cho bạc lúa chặt tận tích chặt tận tích đó đòi chân ta xã công on lại chiếc cái trong chuối của khi bạn chuối ở lớn cứ miền đây thả việc bắt từ tích đó tích đó thì pol vô bài bạc quạt từ tỉnh đó hay pol rót cô chặt đam ót chùm mưa từ lửa trắng chịu rót bị khạc của bộ tất cả nạp bạc cả nát bị khạc của nâu không nghiêm tới hay đời xa về miền đây tha quan mà đang phần ấy nè quan mà đang phần ấy chẳng quan miền là rô tam sớm chỉ vô tới hay cùng sự khâm tha ở miền cạc lạc đồ tam rồi vậy ấy ăn ra cùng bị bỏ tì rồi có việc đấy ấy đang cứ ăn miền tề bờ yuan anh đang bờ yuan rồi lục trên sọc ta chắc á bởi yuan còn trong đồ bọt đồ con sai là nên còn ai đồ bàn lươn đồ bàn hay lươn tiền đang trong sàn tháng đồ lục trên sọc được cái nét chân sông ao con trắng trong phố bày mất đại bàn tạm đàn Tesla cả lại tòa bọc sốngក្នុង channel YouTube ในថ្ងៃនេះហើយមុននឹងចប់សូមចាត់បងប្អូនជនរួមជាតិនឹងបរិយាប័ត្រមេត្តាជួយ Subscribe channel YouTube របស់យើងខ្ញុំម្នាក់មួយផងហើយនឹង follow page Facebook របស់ខ្ញុំម្នាក់មួយដើម្បីខ្ញុំមានឱកាសធ្វើវីដេអូបន្តទៀតដើម្បីចែករំលែកជាចំណេះដឹងតិចតួចដល់បងប្អូនជនរួមជាតិនិងប្រិយមិត្តដែលចូលចិត្តសិក្សាទៅលើចំណេះដឹងទូទៅទាំងប្រវត្តិសាស្ត្រនយោបាយសង្គមសេដ្ឋកិច្ចអីជាដើមហ្នឹងសូមអរគុណសូមជម្រាបលា